នេះគឺរូបនៅត្រង់ខាងសុខាឥឡូវខ្ញុំគូថែមប៉ុណ្ណឹងចង់ដឹងថាតើ AI វា detect ឲ្យ control គូហើយបន្ទាប់មកខ្ញុំចុចពាក្យថា generate ណាខ្ញុំចុចពាក្យថា generate អូខេរងចាំមើលបន្តិចបាទរងចាំមើលបន្តិចបាទអញ្ចឹងវាត្រូវការទាមទារមានអ៊ីនធឺណិតផងដែរទីងតងយ៉ែបានកញ្ជួយមួយនេះអូខេនេះឃើញទេបងប្អូនបានកញ្ជួយមួយនេះខ្ញុំមិញទៅអង្គុយនៅសុខាឡើងមកយូរចាំមើលគេបាញ់កញ្ជួយប៉ុន្តែគេអត់បានមិនមែនគេអត់បានបាញ់ទេមកពីយើងនៅមិនដល់យប់អាចគេបាញ់មកហ្មងអត់ដឹងទេប៉ុន្តែបានថតរូបមួយដែរអញ្ចឹងដើម្បីបំពេញបំណងឲ្យយើងមើលទៅឃើញកញ្ជួយគឺមានតែវិធីមួយទេគូសថែមកញ្ជួយនៅលើហ្នឹងអូខេនៅក្នុង Samsung Galaxy គឺ Galaxy AI អាចធ្វើបានជាមួយនឹង Sketch to Image អញ្ចឹងខ្ញុំបង្ហាញបងប្អូនអូខេបាទខ្ញុំទាញបិចមកអញ្ចឹងរូបភាពហ្នឹងបងប្អូនអាចមើលទៅខ្ញុំឲ្យវា focus បន្តិចទៅបាទអូខេដើម្បីគូបានខ្ញុំចូលកន្លែង AI តោះមកបងប្អូនយកពាក្យថា Sketch to Image នៅកន្លែងនេះ Sketch to Image បាទចុចលើហ្នឹង Sketch to Image បន្ទាប់មកទៀតបងប្អូនគូណាអូខេឥឡូវខ្ញុំគូតិចសិនបាទខ្ញុំគូតិចសិនបងប្អូនអាចរងចាំបន្តិចទៅបាទបងប្អូនរងចាំខ្ញុំបន្តិចខ្ញុំកំពុងតែគូកំជ្រួចឲ្យបងប្អូនមើលបាទថែមកំជ្រួចនៅលើមេឃបាទជាមួយ AI ដាក់ច្រើនតិចដាក់កំជ្រួចឲ្យច្រើនឲ្យមើលតើវាចេញរបៀបម៉េចណាបាទព្រោះអីអង្គុយចាំគេបាញ់យូរពេកមើលទៅព្រួយដល់ម៉ោងត្រូវដេកពួនដែរអត់បាននៅអញ្ចឹងយើងគូថែមកញ្ជួយខ្លួនឯងបាទកុំឲ្យម៉ោងសៅយើងគូថែមកញ្ជួយខ្លួនឯងតែកញ្ជួយចេញឬក៏មិនចេញអាហ្នឹងយើងចាំមើលតាមជាក់ស្ដែងទៀតបាទអូខេអានេះគឺមុខងារ Sketch to Image អញ្ចឹងខ្ញុំគូថែមកញ្ជួយចាំមើល AI វា detect ឲ្យអត់ណា AI វា detect ឲ្យដែរឬអត់ពេលដែលយើងគូកញ្ជួយនឹងនៅលើមេឃហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាចាំមើលនេះគឺរូបនៅត្រង់ខាងសុខាឥឡូវខ្ញុំគូថែមប៉ុណ្ណឹងចង់ដឹងថាតើ AI វា detect ឲ្យ control គូហើយបន្ទាប់មកខ្ញុំចុចពាក្យថា generate ណាខ្ញុំចុចពាក្យថា generate អូខេរងចាំមើលបន្តិចបាទរងចាំមើលបន្តិចបាទអញ្ចឹងវាត្រូវការទាមទារមានអ៊ីនធឺណិតផងដែរទីងតងយ៉ែបានកញ្ជួយមួយនេះអូខេនេះឃើញទេបងប្អូនបានកញ្ជួយមួយនេះខ្ញុំសែវមួយទៅបើសិនជាខ្ញុំមិនពេញចិត្តប្រហែលទេអូខេខ្ញុំអាចគូសម្ដងទៀតបានឧទាហរណ៍ថាយើងអាចគូទៀតបានអញ្ចឹងណាអញ្ចឹងមុខងារនេះគឺគេហៅថា Sketch to Image បងប្អូន Sketch to Image អញ្ចឹងបងប្អូនគ្រាន់តែចូលកន្លែងហ្នឹងចូលលើរូបភាពហ្នឹងរូបណាក៏បានដែរឲ្យស្រេចចិត្តយើងចង់គូយើងក៏គូថែមទៅឲ្យវាចេញមកហើយយើងដាក់ពណ៌ដាក់អីស្រេចចិត្តយើងអញ្ចឹងណាឲ្យវាគូថែមឲ្យច្រើនតិចទៅបងប្អូនអញ្ចឹងបងប្អូនអាចសាកល្បងប្រើប្រាស់បានសេរីពួក Galaxy AI គឺភាគច្រើនគឺមានអាហ្នឹងហើយ24 25 23អីដូចជាមានហើយណាបងប្អូនអាចធ្វើតែសាកល្បងបាន full 6 full 7អីមានហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបងប្អូនគឺមុខងារហ្នឹងគេហៅថាមុខងារ Sketch to Image របស់ Samsung បាទហើយអានេះគឺរបស់ Samsung Galaxy តែម្ដងណាបាទខ្ញុំឲ្យបងប្អូនមើលម្ដងទៀតគឺវាធ្វើការបានល្អគួរសមយើងគូទៅវា detect ហើយណាឃើញវាឲ្យរូបមួយទៀតទៅនេះអញ្ចឹងយើងអាចបើយើងអត់ពេញចិត្តយើង generate មួយទៀតមកយើងអូសមកយ៉ាងមកយើងអូសមកហើយយកវា generate one more បាទឃើញទេបងប្អូនងាយបើអត់មានកញ្ជួយគូថែមកញ្ជួយខ្លួនឯងប៉ុន្តែតាមពិតគេអាចបាញ់គ្រាន់ថាយើងអត់បាននៅយប់អីចឹងណាខ្ញុំនៅដល់យប់ឃើញទេបងប្អូនណាអញ្ចឹងខ្ញុំ sell មកខ្ញុំ sell បាទអញ្ចឹងវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបងប្អូនហើយបើសិនជាបងប្អូនចង់សាកល្បងឲ្យសាកល្បងបានជាមួយ Galaxy AI ជួបគ្នានៅក្នុងវីដេអូក្រោយកុំភ្លេចជួយ follow like TikTok YouTube Facebook អីផងណា share វីដេអូម្នាក់មួយផងបាយបាយជួបគ្នាក្នុងវីដេអូក្រោយคือ your best word ไม่ไม่ต้อง you're my love ខ្ញុំចង់ចាស់សកាពីមិនអើយនរណាមកចាប់នៅឡើយស្នេហារបស់យើងជា F up